វប្បធម៌ច្រានចោលរបស់គ្រួសារហ៊ុនត្រូវគេមើលឃើញថានឹងទាញឲ្យកម្ពុជាផុងខ្លួនកាន់តែជ្រៅក្នុងអន្ទាក់ក្រុមអ៊ុក្រិតជនឆ្លងដែនដែលវានឹងគំរាមកំហែងដល់សន្តិសុខជាតិបង្កការភ័យខ្លាចដល់អ្នកវិនិយោគនិងជីវភាពរស់នៅរបស់ពលរដ្ឋរាប់លានអ្នកទៀតបើគ្មានការកែលម្អទេនោះការលើកឡើងនេះក្រោយអគ្គស្នងការនគរបាលជាតិបានចេញសេចក្តីប្រកាសព័ត៌មានដោយច្រានចោលការផ្សព្វផ្សាយដែលថានគរបាលជាតិកម្ពុជាលក់ព័ត៌មានឲ្យក្រុមអ៊ុក្រិតជនឆបោកតាមប្រព័ន្ធអនឡាញករណីជនជាតិចិនកំពុងរងគ្រោះដោយការធ្វើទារុណកម្មក្នុងទីតាំងឆបោកតាមប្រព័ន្ធអនឡាញដែលត្រូវបានផ្សព្វផ្សាយដោយជនជាតិចិនដែលប្រើគណនី Weibo មានឈ្មោះថាតៃសាវជូនប្រភពនោះថាការផ្សព្វផ្សាយបែបនេះគឺជាចេតនាទុច្ចរិតចោទប្រកាន់មកលើស្ថាប័ននគរបាលជាតិកម្ពុជាបង្កើតឲ្យមានការភ័ន្តច្រឡំដល់មតិសាធារណជាតិនិងអន្តរជាតិយ៉ាងធ្ងន់ធ្ងរនិងបង្កឲ្យមានការភ័យខ្លាចដល់ភ្ញៀវទេសចរនិងអ្នកវិនិយោគទុនបរទេសតំណាងរាជគណៈបក្សសង្គ្រោះជាតិលោកសួនសូរីដាយល់ឃើញថាមុននឹងបដិសេធការចោទប្រកាន់បែបនេះរដ្ឋាភិបាលគួរតែចុះស៊ើបអង្កេតដោយឯករាជ្យមួយដើម្បីបង្ហាញតម្លាភាពជាជាងចេញលិខិតមួយច្បាប់រួចក៏ចប់រឿងអ្នកនយោបាយរូបនេះសង្កត់ធ្ងន់ថាបើរដ្ឋាភិបាលគ្រួសារហ៊ុនបន្តវប្បធម៌ច្រានចោលដើម្បីតែការពារមុខមាត់ខ្លួនដោយមិនទទួលយកការពិតវានឹងធ្វើឲ្យគោលនយោបាយបោសសម្អាតអ៊ុក្រិតជនការលុបបំបាត់អំពើពុករលួយជាដើមនឹងត្រូវបរាជ័យអានឹងគឺជាករណីមួយក្នុងចំណោមករណីជាច្រើនដែលរដ្ឋាភិបាលត្រូវឆ្លើយតបឲ្យមានប្រសិទ្ធភាពដើម្បីធ្វើម៉េចឲ្យកំណែទម្រង់របស់ខ្លួននោះទទួលបានជោគជ័យអានឹងមួយរឿងទី2ប្រសិនបើរដ្ឋាភិបាលមានវប្បធម៌ចេះតែច្រានចោលមិនទទួលស្គាល់នៅការពិតហើយចេះតែប្រើពាក្យមួយថាការពារបិទបាំងនៅទង្វើកំហុសរបស់ខ្លួនអាកំណែទម្រង់របស់ខ្លួននឹងអត់ទទួលបានជោគជ័យដែរនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតធ្លាប់បានជំរុញឲ្យមន្ត្រីបញ្ចេញព័ត៌មានបដិសេធឲ្យបានឆាប់រហ័សដោយថាដើម្បីទប់ស្កាត់ព័ត៌មានคล้ายៗយ៉ាងណាលោកហាក់ទទួលស្គាល់ថាប្រជាពលរដ្ឋហាក់អស់ជំនឿលើព័ត៌មានរបស់រដ្ឋាភិបាលប៉ុន្តែអាព័ត៌មានដែលគាត់បំផ្លាញគាត់បង្ហាញអាក្រក់នេះគឺមនុស្សរាប់លានអ្នកមើលដល់យើងបង្ហាញព័ត៌មានពិតមនុស្សប្រហែលជា 12000 នាក់យើងត្រូវបង្កើនប្រយ័ត្នសម្រាប់អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នត់គំនិតនិងការស្រាវជ្រាវលោកសេសុជាតិឲ្យជាយោបល់ថាបើរដ្ឋាភិបាលច្រានចោលភ្ជាប់ជាមួយការស៊ើបអង្កេតដោយតម្លាភាពក្នុងរឿងចោទប្រកាន់ណាមួយនោះទើបបង្ហាញថាខ្លួនស្អាតស្អំបានវប្បធម៌ច្រានចោលតរមានផុសតាងបើសិនជារាល់ការច្រានចោលដោយមិនបានធ្វើការស៊ើបអង្កេតហើយមិនបានដឹងរឿងហើយមិនបានបង្ហាញនៅតលហិកគ្រប់គ្រាន់វាគឺជារឿងមួយដែលគេអាចវាតម្លៃនៅក្នុងផ្លូវអវិជ្ជមានគ្រប់ទម្រង់ទាំងអស់ដូច្នេះខ្ញុំចង់លើកឡើងថារាល់ការដោះសារវាមិនមែនជាដំណោះស្រាយក៏ប៉ុន្តែបើសិនជារាល់ការដោះសារដោយឈរទៅលើគោលការណ៍វិទ្យាសាស្ត្រវាគឺជារឿងដែលត្រឹមត្រូវហើយយើងអាចយកមកធ្វើជាមូលដ្ឋាននៅក្នុងការបកស្រាយដោយអាចធ្វើឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់អាចទទួលយកបានបើទោះជាបែបណាគេសង្កេតឃើញថាប៉ុន្មានឆ្នាំចុងក្រោយនេះកម្ពុជាហាក់បានក្លាយជាជំរកអ៊ុក្រិតជនឆបោកនិងចាប់ចម្រិតកាលពីឆ្នាំ2024ប្រទេសកូរ៉េបានប្រកាសអាសន្នពីការភ័យខ្លាចអំពើចាប់ចម្រិតនៅកម្ពុជាដោយហាមពលរដ្ឋខ្លួនមិនឲ្យធ្វើដំណើរមកកាន់ប្រទេសកម្ពុជាខណៈប្រទេសឥណ្ឌាវិញក៏ធ្លាប់រកឃើញថាជនជាតិខ្លួនប្រមាណ 5000 នាក់បានរងគ្រោះដោយការបង្ខាំងមនុស្សខុសច្បាប់នៅកម្ពុជាដោយឡែកនៅថ្ងៃទី23ខែកុម្ភៈឆ្នាំ2025សារព័ត៌មានថៃបាងកកប៉ុស្តិ៍បានចុះផ្សាយថាជនបរទេសចំនួន215នាក់រួមទាំងជនជាតិថៃត្រូវបានជួយសង្គ្រោះលើទឹកដីកម្ពុជាពាក់ព័ន្ធនឹងអំពើឆបោកនៅកម្ពុជាបន្ថែមលើនេះក្រុមអុកញ៉ាដែលអន្តរជាតិរកឃើញថាជាអ៊ុក្រិតជនសុទ្ធសឹងតែជាមនុស្សដែលនៅគៀកនឹងគ្រួសារហ៊ុនរួមមានដូចជាអុកញ៉ាលីយ៉ុងផាត់អុកញ៉ាកុកអានអុកញ៉ាហ៊ុនតូនិងអុកញ៉ាជេនស៊ីជាដើមដែលអុកញ៉ាជេនស៊ីគឺជាទីប្រឹក្សារបស់លោកហ៊ុនសែនដែលត្រូវបានតុលាការចិនរកឃើញថាជាអ៊ុក្រិតជនលាងលុយនិងឆបោកតាមប្រព័ន្ធអនឡាញអុកញ៉ាលីយ៉ុងផាត់ដែលជាអ្នកគ្រប់គ្រងលុយឲ្យបកកណ្ដាលអំណាចក៏ត្រូវបានក្រសួងរដ្ឋាភិបាលជាតិអាមេរិកដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិក្រោយមានការជាប់ពាក់ព័ន្ធទៅនឹងការជួញដូរមនុស្សនិងការរកស៊ីឆបោកតាមប្រព័ន្ធអនឡាញបើទោះបីជាមានការរកឃើញបែបនេះក្តីក៏ប៉ុន្តែគេសង្កេតឃើញថារដ្ឋាភិបាលគ្រួសារហ៊ុនតែងតែច្រានចោលរបាយការណ៍ទាំងនោះដោយគ្មានការស៊ើបអង្កេតណាមួយកើតឡើងនោះទេដែលវប្បធម៌បដិសេធបែបនេះរងការរិះគន់ថានឹងធ្វើឲ្យកម្ពុជាផុងខ្លួនកាន់តែជ្រៅនៅក្នុងអន្ទាក់ក្រុមអ៊ុក្រិតជនបង្កគ្រោះថ្នាក់ដល់ពលរដ្ឋរាប់លាននាក់នៅទូទាំងប្រទេសបើគ្មានការកែលម្អទាន់ពេលទេនោះ